ប្រជានេសាទមួយចំនួននៅតែប្រើប្រាស់ឧបករណ៍ខុសច្បាប់នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំកំពង់ធំលោកកែវសុខឿនមន្ត្រីសង្កាត់រដ្ឋបាលជលផលបារាយណ៍ប្រចាំស្រុកតាំងគូកបានចូលរួមជាមួយនឹងទីបញ្ជាការស្រាលកោះរះចុះបង្ក្រាបបទល្មើសផលនេសាទនៅចំណុចច្រាំងក្រហមក្រចាប់ទឹកសដំណេកសេកនិងនីលនៅក្នុងភូមិសាស្ត្រឃុំត្រៀលស្រុកតាំងគូកខេត្តកំពង់ធំលោកលឹមសុឋាននាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោមបានចូលរួមជាមួយនឹងក្រុមការងារចម្រុះដឹកនាំដោយលោកវរៈសេនីយ៍តូពួតប៊ុនចែមនាយទាហាននៃទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសង្គ្រោះកំពង់ធំយុទ្ធភូមិភាគទី4បានចូលរួមសហការជាមួយនឹងកម្លាំងទីបញ្ជាការស្រាលឈរជើងនៅឃុំផាត់សណ្ដាយស្រុកកំពង់ស្វាយបានចុះត្រួតពិនិត្យនិងទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទនៅចំណុចខេត្តត្បូងបឹងរៀលឃុំកំពង់គោស្រុកកំពង់ស្វាយខេត្តកំពង់ធំលោកហួតផលនាយសង្កាត់រដ្ឋបាលជលផលភៀមបាំងជាសមាជិកក្រុមការងារដឹកនាំកម្លាំងទីបញ្ជាការស្រាលប្រចាំការឃុំភៀមបាំងបានចេញប្រតិបត្តិការត្រួតពិនិត្យនិងបង្ក្រាបបទល្មើសនេសាទនៅចំណុចមុខ4ឃុំភៀមបាំងស្រុកស្ទូងខេត្តកំពង់ធំជាមួយគ្នានេះផងដែរកម្លាំងជំនាញចម្រុះនៅតែបន្តចុះបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបជាលទ្ធផលរបាំងស្បៃមុងចំនួន12របាំងមានប្រវែង 1007 ម៉ែត្រលោកប្រើ100ចំនួន13ខ្សែស្មើនឹង260គ្រឿងឡុកចំនួន17គ្រឿងលបលួរចំនួន17មាត់បង្គោលចំនួន461ដើមនិងចាក់លេងកូនត្រីចម្រុះទម្ងន់45គីឡូក្រាមចូលទៅក្នុងទន្លេវិញបានប្រើប្រាស់មធ្យោបាយមានចំនួន6គ្រឿងប្រើប្រេងឥន្ធនៈអស់ចំនួន140លីត្រផងដែរសូមបញ្ជាក់ផងដែរថាករណីផាត់ចាប់បទល្មើសនេសាទដោយប្រើឧបករណ៍ឈ្នក់ប្រើរួមផ្សំអំពូលភ្លើងវត្ថុតាំងរួមមានសាច់ឈ្នក់ទំហំ12ម៉ែត្រគុណ12ម៉ែត្រគុណ8ម៉ែត្រ1គ្រឿងអាគុយ1គ្រឿងអំពូល1គ្រឿងបង្គោលឈ្នក់1កន្លែងស្មើនឹង4ដើមចំណែកឯជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល